បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្រៀននិងណែនាំឲ្យបងប្អូនបានស្គាល់អំពីការប្រើភ្លើងស៊ីញ៉ូគេហៅថាទី1ភ្លើងស៊ីញ៉ូទី2គឺភ្លើងសុំផ្លូវបានន័យថាវាយស៊ីញ៉ូទាំងសងខាងវាលោតទាំងសងខាងបងប្អូនតោះទៅមើលរបៀបណាអញ្ចឹងបានន័យថាបើសិនជាវាយស៊ីញ៉ូបាទសុំផ្លូវបាទគេហៅថាសុំផ្លូវនេះទាំងសងខាងបានន័យថារថយន្តនេះនឹងត្រូវឈប់បាទឈប់នៅមួយកន្លែងឬក៏មានឧបសគ្គនៅពីមុខបាទឥឡូវឲ្យបងប្អូនបានឃើញទាំងអស់គ្នាខ្ញុំនឹងធ្វើវីដេអូដាក់វីដេអូឲ្យបងប្អូនមើលបាទបងប្អូនភ្លើងស៊ីញ៉ូពីររបៀបនេះបានន័យថាភ្លើងសុំផ្លូវអញ្ចឹងមានន័យថារថយន្តឈប់មួយកន្លែងឬក៏មានឧបសគ្គនៅពីខាងមុខបាទនេះឲ្យបងប្អូនអស់ចម្ងល់អំពីការប្រើភ្លើងហើយនៅមួយរបៀបទៀតគឺភ្លើងស៊ីញ៉ូបានន័យថាស៊ីញ៉ូបត់ឆ្វេងឬក៏បត់ស្ដាំអញ្ចឹងសូមបញ្ជាក់បងប្អូនយើងមកមើលពីខាងក្រោយដើម្បីពន្យល់ឲ្យអ៊ំពូមីងបានដឹងបើសិនជាភ្លើងវាយមួយចំហៀងខាងស្ដាំនេះបានន័យថាតែកង់រថយន្តធំត្រូវបើកបាទត្រូវបត់ទៅខាងស្ដាំបាទបើលោតអញ្ចឹងបងប្អូនលោតមួយចំហៀងបើសិនជាលោតមកខាងឆ្វេងបានន័យថាតែកង់រថយន្តធំឆ្វេងណាបាទនៅផ្លូវខាងមុខបាទបងប្អូននេះគឺជាវីដេអូថតពីលើរថយន្តធំបាទហើយនេះគឺខ្ញុំប្រើភ្លើងស៊ីញ៉ូបាទប្រើភ្លើងសុំផ្លូវបងសុំទោសបងប្អូនណាប្រើភ្លើងសុំផ្លូវដោយប្រើសញ្ញាបាទចុចទៅសញ្ញាត្រីកោណនេះបងប្អូនមានរូបត្រីកោណយើងចុចទៅបានន័យថាយើងប្រើភ្លើងស៊ីញ៉ូសុំផ្លូវហើយរថយន្តរបស់យើងគឺនៅឈប់មួយកន្លែងបាទហ្នឹងដើម្បីអ៊ំពូមីងបានដឹងនិងយល់បាទពីការប្រើភ្លើងស៊ីញ៉ូនៅពេលយប់ហើយនឹងភ្លើងសុំផ្លូវអញ្ចឹងនេះខ្ញុំបង្ហាញអំពីភ្លើងសុំផ្លូវបានន័យថាវាលោតទាំងសងខាងហើយខ្ញុំនឹងបញ្យល់អំពីការបត់ឆ្វេងឬក៏បត់ស្ដាំបាទឥឡូវយើងចុចឲ្យភ្លើងសុំផ្លូវនេះមួយដើម្បីបិទភ្លើងបាទសុំផ្លូវអញ្ចឹងគឺអត់មានលោតទៀតទេបងប្អូនអញ្ចឹងយើងតម្រូវឲ្យបងប្អូនឥឡូវនេះយើងធ្វើការវាយស៊ីញ៉ូបត់ឆ្វេងអញ្ចឹងបានន័យថារថយន្តនេះនឹងត្រូវបត់ឆ្វេងនៅផ្លូវខាងមុខបាទអញ្ចឹងបន្ទាប់ពីយើងស៊ីញ៉ូបត់ឆ្វេងហើយយើងនឹងធ្វើការវាយស៊ីញ៉ូបត់ស្ដាំបាទបងប្អូននេះគឺជាភ្លើងស៊ីញ៉ូបត់ស្ដាំនៅផ្លូវខាងមុខបាទអញ្ចឹងដើម្បីបញ្ជាក់ឲ្យអ៊ំពូមីងបានស្គាល់នឹងការប្រើប្រាស់ភ្លើងស៊ីញ៉ូទាំងអស់គ្នាអញ្ចឹងរថយន្តរបស់យើងឈប់នៅមួយកន្លែងបែបនេះអញ្ចឹងយើងត្រូវតែប្រើភ្លើងត្រីកោណនេះបងប្អូនអញ្ចឹងបានន័យថាភ្លើងសុំផ្លូវអញ្ចឹងយើងចេញវាមកអូខេបាទវាលោតទាំងសងខាងបងប្អូនណាបងប្អូនសូមជួយ share ម្នាក់មួយនិងជួយ subscribe channel YouTube របស់ខ្ញុំផងបាទដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃអរគុណច្រើន